សង្កាត់ប្រការក្រោកហ៎សង្កាត់អកុករកាខណ្ឌច្បារអំពៅហ៎ខណ្ឌព្រែកភ្នៅរាជធានីនៅពេញយើងបើយើងនៅភ្នំពេញតែម្ដងហើយថ្ងៃនេះគឺមកជួបអត់ទេនៅផ្សារអីគេផ្សារនេះផ្សារហ្នឹងក៏អត់មានដូចហ៎ហើយផ្សាយក៏ដូចដូរកម្មាកំព្រាហ្នឹងមើលក្តាមខំមកផ្សាយអត់មានលក់ហ៎អត់ទេគឺដូចដូរកម្មាកំព្រាមិនហ៎ណាបើយើងថ្ងៃនេះគឺជួបនឹងអ្នកម្នាក់ទៀតហើយគឺស្រីស្អាតសាច់ឡើងបងប្អូនយើងថ្ងៃនេះគឺមានសំណាងមែនតើហើយហងថ្ងៃនេះគឺជួបស្រីស្អាតសាច់ឡើងសខ្ចីបើយើងខ្ចីនេះខ្ចីមែនតើឡើងសឡើងរលោងតែម្ដងបើសម័យវាគឺដឹងតែរុះខ្ពុកតែម្ដងហើយមានគ្រូសាស្ត្រណាចាមានទេហើយប្តីណាប្តីនោះប្តីចឹងហ្នឹងឥឡូវគាត់មានប្តីហើយឥឡូវខ្ញុំសួរបន្តិចយ៉ាវាយស្វាអត់ប្តីដល់មកចូលមកអាមតាណាអញស្វាអត់ប្តីឥឡូវមានប្តីហើយមានទេហើយកាលប្រហែលឆ្នាំហើយកាល5ឆ្នាំហើយ5ឆ្នាំហើយចាបងហើយកាលយុម៉ាននៅក្មេងណាអូនណាកាលយុ18ឆ្នាំមកបាទនៅក្មេងណាហើយនៅក្មេងក៏ចាប់យកប្តីអូនណាដោយស្អាតដល់គូបងដល់គូហីអត់ទេមិនដល់គូហើយស្អាតពេកគេឃើញបានមកការ5ឆ្នាំមកពេលនៅក្មេងប្រគល់ដល់ឃើញសក់ទៅតក់តយ៉ាងប្តីនេះតិចដែរហ្នឹងហ្មងចាហ៎ឥឡូវសួរប្តីនេះបងប្រុសសួរដល់មើលសួរនេះអត់ទេសមែនទេសមែនតើមកដាក់ខ្ញុំមើលសទេមើលក្នុងកាមេរ៉ាសស៊ីកាមេរ៉ាអត់ហ៎សមើលហ៎សទេញ៉ាំទេញ៉ាំអូយម៉ែប្តីអានេះដូចលក្ខណៈក្អាច់ពងពុកមន់មិនទេហ៎មកគេនេះគេថាប្រពន្ធសប្តីខ្មៅកូនខ្លះខ្លួនកូនសាស្ងេនតែក្មេងបានទេអត់ទេបានយកដាក់ទេកូនក្មេងទុយពេកចេះបងប្រុសសុំសួរតិចមើលសុំសួររំពិតមកបងសុំសួររំពិតមួយមូលហេតុទេបានជាស្លាញ់បងស្រីមូលហេតុស្រឡាញ់ខ្លាំងមែនតើហ្មងត្រង់គាត់ចេះយល់ពីអារម្មណ៍ខ្ញុំយល់ពីចិត្តខ្ញុំហើយចេះទុកដាក់មែនតើបើថាស្រឡាញ់ដោយសារពួកខ្ញុំស្អាតស្អាតបរោយនិយាយសង្ហេបយីឥឡូវស្រឡាញ់ស្អាតមកដោយសារស្អាតបងឥឡូវយើងឃើញថាកូនបានហើយកូន2ហ៎បាទមកយ៉ាកូន2ឡើងកភើបងវិញជួយមកស្បាតអត់ប្តីវិញមិនថាសុំតើមានប្តីទេខំហៅចូលចេះមុនដបងហ្នឹងសុំសួរបន្តិចពេលមុនដបងក្មេងណា18ឆ្នាំហើយគឺនោះដល់ស្អាតជាងហ្នឹងបាទស្អាតចឹងហីពេលកាត់ទ្រាំបានពេលមុនកាយទ្រាំបានពេលកាយទ្រាំបានថ្ងៃកាយទ្រាំបានថ្ងៃទ្រាំ5ថ្ងៃអត់ទេមានសំណាងមែនតើបងប្អូនទូរទស្សនិកជនហើយយើងមកនេះគឺបើកយកម៉ូតូជួអតិថិជនដែលត្រូវរង្វាន់នៅអត់ទេបងប្អូនយកផ្សារស្អីបងផ្សារមើលដើរមើលជុំហ៎មើលផ្សារដង5មកយើងមើលទីខ្ញុំដែរឃើញផ្សារអញ្ចឹងផ្សារនៅផ្ទះដូចនៅក្នុងអានដង5មែនមើលបងកាគាត់ចូលនេះមើលមានអ្នកលក់អត់ហ៎អូចាប់បាត់ហើយហើយផ្សារអញ្ចឹងយើងផ្សារដង5មកយើងនៅផ្សារសង្កាត់អកុករកាខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញអូផ្សារប៉ិនផ្សារហាបាយក្រៀមណាឆ្កុយផ្សារសម្រាប់អាបាយក្រៀមមែនបងហ៎ផ្សារនេះដុលកម្មាព្រាបាត់ណាមកនេះចឹងហើយខាងណាលេកូនចឹងហើយធ្វើអីដាំបាយហីណាបើយើងថ្ងៃនេះគឺខ្ញុំមកដល់ភ្នំពេញតែម្ដងហើយស្អែកនៅខាងទឹកដីនៃស្អីគេការីរំឥឡូវយើងឃើញតែតិចច្រឡំនៅស្រែងោងមែនទេគឺនៅភ្នំពេញបាទនៅភ្នំពេញតែនៅភ្នំពេញមកនៅក្រុងនៅក្រុងភ្នំពេញតែម្ដងតិចច្រឡំបងប្អូនយើងនៅតិចនៅថាខ្ញុំនៅស្រែងោងឯងមែនទេណាគឺនៅភ្នំពេញណាបងប្អូនយើងសូមបញ្ជាក់ថានៅភ្នំពេញទេមែនទេបងនៅភ្នំពេញហ៎អញ្ចឹងមិនស្រែទេណាមិននៅស្រែទេគឺនៅភ្នំពេញនឹងសិននៅភ្នំពេញហ្នឹងនឹងសិនអំពេញណានេះសាច់ឆ្នាំពេញបងប្អូនយើងនឹងអ្នកពេញមកគៀកតិចមក
តែអីប្តីនឹងតែអីនឹងសាច់ជ្រូកពេញណា ចាបងសាច់ឈិន តែ ពេញ ពេញណា ចា អត់ទេពេលខ្ញុំផ្សាយទៅខ្ញុំមើលផ្សារមើលអីចឹងគឺថាដូចយើងដូចនៅស្រែអញ្ចឹងមនុស្សព្រួយនឹងពេញមនុស្សទូលទាលអញ្ចឹងបងដល់ពេលខ្ញុំបញ្ជាក់ឲ្យឃើញថានេះមិនមែនជានៅស្រែទេនៅភ្នំពេញណាសូមបញ្ជាក់ខ្ញុំធ្វើការផ្សាយផ្ទាល់នេះគឺមិនមែននៅស្រែទេគឺនៅភ្នំពេញគឺផ្សារអណ្ដង5ខណ្ឌព្រែកភ្នៅសង្កាត់រោគរកាគោករកាខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញហើយមកគឺយកម៉ូតូជូនហើយបញ្ជូននោះគឺបងធឿនជូនហើយប៉ុន្តែដល់ធម្មតាយើងចែកនៅរ៉ូស៊ីណាយើងត្រូវត្រូវយ៉ាងហើយណាយើងចែករ៉ូស៊ីបងធឿនក៏បានយើងក៏បានដែរអញ្ចឹងគឺក្រុមហ៊ុនកាសេគឺមិនលំអៀងទេក្រុមការងារដែលធ្វើបានគឺបានផលប្រយោជន៍ទាំងអស់បានផលប្រយោជន៍ទាំងអ្នកដែលទទួលរង្វាន់ណាទាំងអ្នកទិញក៏ចំណេញយកលក់ក៏ចំណេញក៏កាត់ស្រួលអញ្ចឹងគឺចែកគ្នារស់ណាគឺក្រុមហ៊ុនកាសេគឺចែករស់បើឯងយកទៅលក់ចំណេញអញ្ចឹងចំណេញទាំងបើកំប៉ុងចំណេញទាំងលក់យល់ចំណេញមកសពហើយចំណែកអ្នកបើកបងធឿនបើកខ្ញុំបើកដែរបងធឿនប្រគំតោខ្ញុំពកអាពន្ធទៅមកខ្ញុំចែកអញ្ចឹងនឹងមិនលំអៀងទេណាអញ្ចឹងយើងចែករស់ស៊ីចែករស់ស៊ីរស់ហ្មងណាបើយើងថ្ងៃនេះគឺเป็นបុតទៅសួរគេផងវិញបានសួរអូនស្រីដែរមិនបងខ្ញុំទេបងស្រីយុបានហើយ ខ្ញុំអាយុ24ឆ្នាំ 24មេអញ្ចឹងឈ្មោះអ្វីដែរ ឈ្មោះឆនម៉ាដាលីន ឈ្មោះម៉ាដាលីនចុះប្រុស ឈ្មោះរីមវិន រីពីសុកណាត់ណាដែរសុកណាត់ សក្តានខ្ញុំកំពុងស្ពឺ បាទ ស្ពឺអដីមកឌុកក៏នៅពេញ ខ្ញុំមកនៅពេញ2014 ចឹងមិនដឹងផ្ទះណៃក៏ចេះជួលគេ ផ្ទះនេះផ្ទះម៉ែក្មេង ផ្ទះមកកើតមក បាទ អញ្ចឹងមិនមែនផ្ទះ អត់ទេផ្ទះម៉ាក់ខ្ញុំ មកកើតមក ចាគាត់ហើយជាម៉ាក់ក្មេកខ្ញុំម៉ាក់ខ្ញុំផ្ទះហ្នឹងចាចា អញ្ចឹងផ្ទះយើងមិនជួលគេទេ ចា អញ្ចឹងផ្ទះខ្លួនឯងតែម្ដងអញ្ចឹងក៏ថោកជួលគេទេ ចា ដូចខ្ញុំទេខ្ញុំថោកជួលគេអញ្ចឹងផ្ទះយើងណា ចាបង អញ្ចឹងអត់អីទេយើងធ្វើការរកអីបង ខ្ញុំលក់ដូរ លុបអីវិញ លក់ទូរស័ព្ទ លុបទូរស័ព្ទអី បាទ អូលុបទូរស័ព្ទនៅណាវិញ នៅកបោល នៅកបោល បាទ ផ្ទះខ្ញុំនៅកបូលបងផ្ទះនេះតែម៉ាក់តែម៉ាក់ ផ្ទះខ្លួនឯងបង្កើត ចាផ្ទះខ្លួនឯង អញ្ចឹងឯងដែរ ចា ចា អូឈិនអត់មានណាអត់ទេមិនក្រទេនោះប្រើតែទូរស័ព្ទ10ប្រៃម៉ូកអី10ប្រៃម៉ូកអី10អី10ប្រៃដែរស្អីគេទូរស័ព្ទម៉ាក់អីនិយាយទៅដឹងតែត្រូវឯងប៉ុន្តែដូចមិនទាន់ជឿជាក់អញ្ចឹងណាបាទវាដូចវាងាយពេកអីដូចអត់ទេដូចមិនមែនតែមិនងាយទេគាត់ថាយើងលើកទី1ដែលយើងហូបហើយដល់ពេលចៃដន្យនេះគឺត្រូវសំណាងយើងបណ្ដោយចឹងហ្នឹងលើកទី1យើងហូបដែរបាទហូបព្រោះខាត់បាទអូកាយកាន់តែខ្សែទេយើងហូបលើកទី1បាទលើកទី1អូចឹងឯងបានត្រូវរង្វាន់ដូចអត់ថាត្រូវហើយអត់ចិត្តនេះអត់ចិត្តនេះហៅទាំងយប់ហៅទៅហៅម៉ាក់ម្ដងទៀតវិញទុកអាហ្នឹងនៅទុកខ្ញុំទុកទាំងអស់តែមិនអស់ចិត្តថាត្រូវទេបានតព្រឹកហ្នឹងមិនទៅភាសាទៀតបានថាអូខេក្រុមការងារគាត់មកពិនិត្យទៅថាត្រូវទៅហើយយើងរៀបចំឯកសារទៅបាទទៅអត់ទេអីអត់អមិនកាលហ្នឹងនិយាយទៅខ្ញុំអតែឯងប៉ុន្តែអ្នកផ្ទះខ្ញុំគាត់ស្ងាត់អញ្ចឹងណាបាទហើយបងប្រុសមួយដែរខ្ញុំឈ្មោះឆនរំដួលជ័យដែនចូលមកគាត់ឈ្មោះដល់ហើយឆនរំដួលជ័យដែនមូលហេតុអីដាក់ឈ្មោះវិញខ្ញុំដោយសារតែខ្ញុំកើតនៅមណ្ឌលគិរីបាទមណ្ឌលគិរីជ័យដែនអីគេជ័យដែនបាទអត់សំទូឯងអត់ទេបាច់ថ្ងៃគាត់ដាក់ប៉ុនជូនគាត់មកនេះនៅបើយើងគឺនៅផ្សារគោករកាផ្សារអណ្ដង5ហើយតាំងព្រឹកផ្សារហ្នឹងគឺបើយើងតាមដឹងគឺផ្សាររបស់គេហៅថាអង្គការឧបត្ថម្ភទេប៉ុន្តែឧបត្ថម្ភដោយប្រជារដ្ឋលក់ដល់ពេលឲ្យប្រជារដ្ឋលក់នេះក្មេងលេងលក់ដុល្លារហ្នឹងអញ្ចឹងមួយថ្ងៃលោតចូលឡើងមួយថ្ងៃជួនមានអ្នកធ្លាក់ទេក្មេងតែធ្លាក់អត់ទេអត់ដែរមានទេបាទនេះបងដាក់គាត់ជូនគាត់ណាគឺយកទៅផ្លេខ្លួនឯងបាទណាបាទបងបាទណាធ្វើផ្លេខ្លួនឯងហើយអត់ទេខ្ញុំថាបើកភាសាបើកក្នុងផ្សារបើគេមិនមកដល់ពីនៅក្មេងអត់ទេផ្សារទៅលើកទី1មកមានតែក្មេងណាបងទូរទស្សនិកជនអញ្ចឹងយើងនៅផ្សាយនេះកំពុងតែផ្សាយនៅភ្នំពេញមិនមែនផ្សាយនៅជ័យដែនទេហើយក៏នៅផ្សាយនៅស្រែដែរគឺផ្សាយនៅភ្នំពេញបងប្អូនទូរទស្សនិកជនអូហូនឡាយបើកម៉ូតូនៅភ្នំពេញបាទហ្នឹងអូបងតន្ត្រីសំណាងមនីនិតគឺនៅភ្នំពេញបាទភ្នំពេញមាន